บัดสมอนุญาตគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់និងជាទីគោរពរាប់អានវិលមកជួបជាមួយនឹងខ្ញុំជាថ្មីនៅនីតិកាត់សុបិនហើយក្នុងថ្ងៃនេះខ្ញុំនឹងលើកយកអំពីការសុបិនឃើញសត្វកង់ហ្គូរូនិងសត្វកង្កែបមកបកស្រាយជូនបងប្អូនជាទីស្ដាប់បើកំណោមខាតពេលយូរមកដឹងនឹងយល់អំពីអត្ថន័យនៃការយល់សពទាំងនោះជាមួយនឹងខ្ញុំបាទដូចតទៅទី1យល់សពឃើញសត្វកង់ហ្គូរូបើលោកអ្នកយល់សពឃើញសត្វកង់ហ្គូរូកំពុងតែលោតមានទាំងកូននៅក្នុងថង់វាផងនោះទំនាយថាអ្នកនឹងត្រូវបានចេញដំណើរដោយឥតបានគ្រោងទុកជាមុនហើយដំណើរនោះផងក៏ធ្វើឲ្យអ្នករំភើបចិត្តផងដែរទី2សត្វកង្កែបបើលោកអ្នកយល់សពឃើញសត្វកង្កែបទោះបីត្រឹមតែបានឃើញឬមួយក៏ឮវាយំឬបានបរិភោគសាច់កង្កែបផងទំនាយថាអ្នកនឹងបានសប្បាយចិត្តជាមួយនឹងជោគជ័យក្នុងការងារនិងមានមិត្តភាពដ៏ស្មោះសរហើយនេះជាសុបិនដ៏ល្អណាស់បាទពុកម៉ែបងប្អូនសម្រាប់អត្ថន័យនៃការសុបិនឃើញសត្វកង់ហ្គូរូនិងសត្វកង្កែបក៏បានបញ្ចប់ហើយជាចុងក្រោយខ្ញុំបាទក៏សូមគោរពជូនពរពុកម៉ែបងប្អូននៅរកទទួលទានមានបានធ្វើដំណើរទៅណាប្រកបដោយសេចក្តីសុខនិងសេចក្តីចម្រើនព្រមទាំងទទួលបានសុវត្ថិភាពទាំងទៅទាំងមកផងដែរបាទសូមអរគុណសូមគោរពលា